សួស្តីបងប្អូនអរគ្នាស្វាគមន៍បងប្អូនអរគ្នាមកសិក្សាភាសាចិនពាក្យប្រើប្រាស់ពាក្យបច្ចេកទេសនៅក្នុងរោងចក្រស្បែកជើងជាមួយខ្ញុំបានហ្នឹងហើយអញ្ចឹងចំពោះបងប្អូនដែលអត់ទាន់បានសិក្សាវីដេអូមុនបងប្អូនអាចចូលសិក្សាបានហើយបងប្អូនចង់បានវីដេអូថ្មីៗបងប្អូនកុំភ្លេចជួយ like ហើយ subscribe ដើម្បីរាល់ពេលដែលខ្ញុំផុសវីដេអូទៅបងប្អូននឹងទទួលបានមុនគេអញ្ចឹងណាតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនមកអានតាមខ្ញុំចូលដល់មេរៀនរបស់យើង在工厂常用词汇在工厂常用词汇បកប្រែថាពាក្យឧស្សាហ៍ប្រើក្នុងរោងចក្រអញ្ចឹងសម្រាប់វីដេអូនេះដែរខ្ញុំលើកយកមកពណ៌យកមកបង្រៀនបងប្អូនដោយសារតែនៅក្នុងរោងចក្រគឺតែងតែប្រើដាច់ខាតគឺពណ៌ហ្នឹងហើយអញ្ចឹងគឺភ្ញៀវកំងគឺមានពណ៌ផ្សេងគ្នាអញ្ចឹងហើយបងប្អូនគឺត្រូវដឹងដូចគ្នានៅពេលដែលខាងចិនគាត់ត្រូវការពណ៌អីគឺបងប្អូនបកប្រែគឺបងប្អូននឹងបកទៅតាមថាពណ៌ដែលគាត់ចង់បានអញ្ចឹងណាតែបើយើងបកខុសអាហ្នឹងក៏វាអាស្រ័យទៅលើសកម្មភាពជាក់ស្ដែងតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលដល់ពាក្យពណ៌របស់យើងតោះចូលដល់ពាក្យទី301អញ្ចឹងពាក្យទី301គឺយើងអានថាបាយសយើងបកប្រែថាពណ៌សហ្នឹងហើយបាយសពណ៌សrồiចូលដល់ពាក្យទី302ពាក្យទី302យើងអានថាហេសពណ៌ខ្មៅអញ្ចឹងកន្លែងនេះអានហេហ្នឹងអានហេហ្នឹងហើយអញ្ចឹងគឺអានមួយណាគេស្ដាប់យល់តែគាត់ថាជាទម្លាប់អ្នកខ្លះគាត់អានហេខ្លះក៏អានហេទៅតែខ្ញុំគឺអានហេសហ្នឹងហើយពណ៌ខ្មៅទៅចូលដល់ពាក្យទី303ពាក្យទី303គឺយើងអានថាហងសយើងបកប្រែថាពណ៌ក្រហមតោះអញ្ចឹងខ្ញុំសូមអានភាសាទៀតបាយសពណ៌សហេសពណ៌ខ្មៅហងសពណ៌ក្រហមទៅចូលដល់ពាក្យទី304ពាក្យទី304យើងអានថាឈៀនហងសយើងបកប្រែថាពណ៌ក្រហមអត់សូវដិតហ្នឹងហើយពណ៌ក្រហមអត់សូវដិតអញ្ចឹងពណ៌ក្រហមគឺវាមានច្រើនមានពណ៌ក្រហមព្រឿងក្រហមព្រឿងហ្នឹងហើយដែលគេហៅថាក្រហមអត់សូវដិតឬមួយទៀតក្រហមរឿងចាស់ក្រហមដែលថាក្រហមខ្លាំងហ្នឹងហើយគឺខ្ញុំបកថាក្រហមដិតហ្នឹងហើយអញ្ចឹងគឺពាក្យខាងក្រោមខ្ញុំដាក់ហើយតែចំពោះពាក្យឈៀនហងសនេះគឺយើងបកប្រែថាក្រហមអត់សូវដិតបែរក្រហមព្រឿងហ្នឹងហើយតោះចូលដល់ពាក្យទី305ពាក្យទី305យើងអានថាសើនហងសហ្នឹងហើយសើនហងសយើងបកប្រែថាពណ៌ក្រហមរាងដិតបែរថាពណ៌ក្រហមចាស់ក្រហមវារឿងខ្លាំងហ្នឹងគឺប្រើពាក្យយើងអានថាសើនហងសអញ្ចឹងឲ្យសូមបញ្យល់កន្លែងតិចគឺវាប្រែប្រួលតែពាក្យឈៀននិងពាក្យសើននេះអញ្ចឹងពាក្យឈៀននេះបើយើងបកជាទូទៅគឺយើងបកប្រែថារាក់តពាក្យសើននេះយើងបកប្រែជាទូទៅបកប្រែថាជ្រៅប៉ុន្តែចំពោះក្នុងកលតិស័កប្រើចំពោះពណ៌គឺបងប្អូនព្យាយាមយល់ទៅពាក្យជ្រៀនហ្នឹងគឺសំដៅទៅលើអត់ទៅដិតដែលថាព្រឿងហ្នឹងហើយពាក្យសើនហ្នឹងគឺសំដៅទៅលើជ្រៅន័យថាវាខ្លាំងបើនេះវាដិតខ្លាំងហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ហើយបើបងប្អូនអត់យល់បងប្អូនcomment នៅខាងក្រោមហ្នឹងខ្ញុំនឹងយករូបដើម្បីបង្ហាញបងប្អូនដោយសារតែខ្ញុំដាក់នេះមកគឺវាពេញបាទអត់មានរូបបង្ហាញតោះចូលដល់ពាក្យទី306ពាក្យទី306គឺយើងអានថាហ្វិនសយើងបកប្រែថាពណ៌ផ្កាឈូកហ្នឹងហើយហ្វិនសពណ៌ផ្កាឈូកតោះអញ្ចឹងសូមអានឡើងវិញភាសាទៀតឈៀនហងសពណ៌ក្រហមអត់ទៅដិតសើនហងសពណ៌ក្រហមរាងដិតហ្វិនសពណ៌ផ្កាឈូកតើចូលដល់ពាក្យទី307ពាក្យទី307អានថាឈៀនហ្វិនសយើងបកប្រែថាពណ៌ផ្កាឈូកអត់សូវដិតអញ្ចឹងពាក្យហ្នឹងគឺខ្ញុំពាក្យឈៀនហ្នឹងខ្ញុំបញ្យល់មុនហ្នឹងឯងអញ្ចឹងឲ្យបងប្អូនយល់ឲ្យតោះឥឡូវខ្ញុំបញ្ជាក់បន្តិចចំពោះពាក្យឈៀនហ្វិនសគឺកាលណា
ខាងមុខនេះវាជាសម្លេងទី3ហើយខាងក្រោយវាក៏ជាសម្លេងទី3អញ្ចឹងគឺខាងមុខគឺយើងត្រូវដូរទៅជាសម្លេងទី2យើងអានឡើងសម្លេងទី2គឺយើងអានថាឈៀនហ្វិនសើឈៀនហ្វិនសើហ្នឹងហើយពណ៌ផ្កាឈូកអត់សូវដិតតើឥឡូវចូលដល់ពាក្យទី308ពាក្យទី308យើងអានថាសិនហ្វិនសើសិនហ្វិនសើសិនហ្វិនសើយើងបកប្រែថាពណ៌ផ្កាឈូករាងដិតសិនហ្វិនសើពណ៌ផ្កាឈូករាងដិតតើឥឡូវយើងចូលដល់ពាក្យទី309ហ្នឹងហើយពាក្យទី309គឺយើងអានថាហួយសើហួយសើហួយសើយើងបកប្រែថាពណ៌ប្រផេះហួយសើពណ៌ប្រផេះចូលដល់ពាក្យទី310ហ្នឹងហើយពាក្យ310យើងអានថាឈៀនហួយសើឈៀនហួយសើឈៀនហួយសើយើងបកប្រែថាពណ៌ប្រផេះអត់សូវដិតហ្នឹងហើយឈៀនហួយសើពណ៌ប្រផេះអត់សូវដិតតើចូលដល់ពាក្យទី311ពាក្យទី311យើងអានថាសើនហួយសើសើនហួយសើសើនហួយសើយើងបកប្រែថាពណ៌ប្រផេះរាងដិតចូលដល់ពាក្យទី312ពាក្យទី312គឺយើងអានថាចងសើចងសើចងសើយើងបកប្រែថាពណ៌ត្នោតចងសើពណ៌ត្នោតចូលដល់ពាក្យទី313ពាក្យទី313គឺយើងអានថាហួងសើហួងសើហួងសើពណ៌លឿងចូលដល់ពាក្យទី314យើងអានថាជឺសើជឺសើជឺសើយើងបកប្រែថាពណ៌ស្វាយចូលដល់ពាក្យទី315ពាក្យទី315គឺយើងអានថាលុយសើ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 យើងបកប្រែថាពណ៌បៃតងហ្នឹងហើយអញ្ចឹងពណ៌គឺនៅមានច្រើនបន្តទៀតហើយអញ្ចឹងបងប្អូនកុំភ្លេចចុច Subscribe ខ្ញុំបាននឹងធ្វើវីដេអូតាក់ទងទៅនឹងពណ៌ហើយតាក់ទងជាមួយនឹងពាក្យបច្ចេកទេសនៅក្នុងរោងចក្របន្តទៀតហើយក៏សង្ឃឹមថាបងប្អូនទឹកតែឲ្យបងប្អូននឹងយកទៅរៀនប្រើឬក៏ទន្ទិញឲ្យចាំដើម្បីនៅពេលដែលបងប្អូនទោះបីជាបងប្អូនអត់ធ្លាប់ធ្វើនៅរោងចក្រតែបងប្អូនត្រៀមចូលក្នុងរោងចក្របងប្អូនសិក្សាវីដេអូខ្ញុំបាទឲ្យបងប្អូនចូលទៅផ្ទាល់គឺអនុវត្តផ្ទាល់ហ្នឹងមិនថាយើងឆាប់យល់អញ្ចឹងណាតោះអញ្ចឹងសម្រាប់វីដេអូដែរខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងមុននឹងបញ្ចប់ខ្ញុំសូមត្រឡប់ក្រោយអានហើយម្ដងទៀតដើម្បីឲ្យបងប្អូនលក្ខណៈរៀនស្ដាប់ឆាប់យល់អញ្ចឹងតោះអញ្ចឹងពាក្យទី301គឺយើងអានថាបាយសើបាយសើពណ៌ស302យើងអានថាហេសើហេសើយើងបកប្រែថាពណ៌ខ្មៅ303គឺយើងអានថាហងសើហងសើពណ៌ក្រហម304យើងអានថាឈៀនហងសើឈៀនហងសើឈៀនហងសើពណ៌ក្រហមអត់សូវដិត305យើងអានថាសើនហងសើសើនហងសើពណ៌ក្រហមរាងដិត306យើងអានថាហ្វិនសើហ្វិនសើពណ៌ផ្កាឈូក307អានថាឈៀនហ្វិនសើឈៀនហ្វិនសើពណ៌ផ្កាឈូកអត់សូវដិត308យើងអានថាសើនហ្វិនសើសើនហ្វិនសើពណ៌ផ្កាឈូករាងដិត309យើងអានថាហួយសើហួយសើពណ៌ប្រផេះ310យើងអានថាឈៀនហួយសើឈៀនហួយសើពណ៌ប្រផេះអត់សូវដិត311យើងអានថាសើនហួយសើសើនហួយសើពណ៌ប្រផេះរាងដិត312អានថាចងសើចងសើចងសើពណ៌ត្នោត313យើងអានថាហួងសើហួងសើពណ៌លឿង314យើងអានថាជឺសើជឺសើពណ៌ស្វាយ315យើងអានថាលុយសើលុយសើពណ៌បៃតងបាទអញ្ចឹងសម្រាប់វីដេអូពណ៌គឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយអរគុណបងប្អូនអ្នកគ្នាដែលតាមដាននៅវីដេអូរបស់ខ្ញុំបាទកន្លងមកនឹងអរគុណជម្រាបលា